បាទជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នានេះគឺជាកម្មវិធីបាទជួបជុំមន្ត្រីគណៈសង្ឃមួយចំនួននៅខេត្តកំពង់ស្ពឺបាទនៅភ្នំស្រង់តែម្ដងដោយសារតែបដិជគុណលោកគ្រូព្រះអង្គម្ចាស់ព្រះនាមសុកសូជ័យរទ្ធាហៅលោកតាសក់វែងបានទទួលមរណភាពនៅក្នុងថ្ងៃនេះដូច្នេះយើងខ្ញុំសូមសម្ដែងនៅការសោកស្ដាយនិងសូមចូលរួមរំលែកទុក្ខនៃគ្រួសារសពដោយអនុញ្ញាតធម្មដែលខ្ញុំបានទៅដល់ដង្ហើមចុងក្រោយរបស់បដិជគុណតែងទេមកខ្ញុំឆាតមកខ្ញុំដោយសារតែខ្ញុំមានទុក្ខធុរៈបន្តិចបន្តួចដែលมันអាចប្រាប់បានលបងតែងតែស្រែកហៅខ្ញុំឲ្យទៅជួយខ្ញុំក៏ព្យាយាមថានឹងដោះស្រាយ2-3ថ្ងៃឲ្យចប់នឹងបានទៅជួបលបងនៃដង្ហើមចុងក្រោយប៉ុន្តែអ្វីដែលសំខាន់នោះគឺខ្ញុំមិនអាចទៅទាន់ដង្ហើមចុងក្រោយរបស់ព្រះគ្រូលបងជាម្ចាស់ដែលខ្ញុំគោរពស្រឡាញ់កន្លងមកនោះទេចឹងខ្ញុំកណាក៏សូមខមាទោសនៅពេលនេះបដិជគុណលោកបានសោយទីបង្គត់ហើយនៅវេលាម៉ោង1 រសៀលថ្ងៃទី3 ខែ 12 ឆ្នាំ 2025 នេះខ្ញុំកណាពិតជាសោកស្ដាយពន់ពេកកន្លងហើយក៏មិននឹកស្មានថាដេចគុណលាចាលោកនេះពិតជាលឿនមែនទែនខ្ញុំកណាពិតសោកស្ដាយខ្លាំងណាស់ចឹងឥឡូវនេះគឺឃើញថាសកម្មភាពរបស់មន្ត្រីសង្ឃមួយចំនួនបាទកំពុងជួបជុំនឹងជាមួយពុទ្ធបរិស័ទដើម្បីរៀបចំពិធីបុណ្យ7 ថ្ងៃបាទគឺយើងចាប់ពីថ្ងៃសុក្រគឺបុណ្យរៀងរាល់ថ្ងៃនៅវត្តភ្នំកូនប្រពុតមានបុណ្យនៅភ្នំស្រង់បាទខេត្តកំពង់ស្ពឺបងប្អូនសុខប្រាសាទខេត្តកំពង់ស្ពឺចឹងក៏សូមឲ្យពុទ្ធបរិស័ទទាំងអស់ដែលចំណោះជើងវត្តពុទ្ធបរិស័ទខ្លះដែលបានស្គាល់បដិជគុណមិនថាស្រុកខ្មែរមិនថាប្រទេសណាទេដែលបានស្គាល់បដិជគុណឬក៏ជាគុណសិស្សបដិជគុណតែគោរពបដិជគុណព្រះគ្រូជាម្ចាស់នគរត្បូងដែលលោកតែងតែជួយសន្តោសប្រោះប្រណីដល់អ្នកដែលកំសត់កំរអ្នកក្រលំបាកអ្នកមានទុក្ខទម្ងន់លោកតែងតែជួយប្រោះប្រទានជារៀងរហូតចឹងឃើញថាសកម្មភាពនេះយើងកំពុងតែរៀបចំពិធីបុណ្យ7 ថ្ងៃផងដែរចាប់ពីថ្ងៃសុក្រទៅសម្រាប់ថ្ងៃផាសគឺជួបជុំបងប្អូនក្រុមគ្រួសាររបស់បដិជគុណចឹងខ្ញុំក៏សូមជម្រាបព័ត៌មានតែប៉ុណ្ណេះជូនបងប្អូនឲ្យបានជ្រាបបាទក៏សូមអរគុណហើយក៏សូមជម្រាបលាផងដែរអរគុណ